sáng công lànhចិត្តអត្ថបទនេះរៀបរៀងដោយព្រះភិក្ខុវជ្របញ្ញោគូសុភាពធ្ងន់ណាស់សម្ពាធការងារផងសម្ពាធគ្រួសារផងសម្ពាធផ្លូវចិត្តផងយូរទៅយោងខ្លួនស្ទើរមិនរួចបើធ្ងន់កាយមេត្តាកុំធ្ងន់ចិត្តពេកបើហត់ខ្លាំងត្រូវសម្រាកខ្លះកុំបង្ខំខ្លាំងរហូតធ្វើបាបខ្លួនឯងឡើយសម្រាកចិត្តខ្លះរៀនព្រមតាមសមត្ថភាពដែលខ្លួនមានរៀនញញឹមទទួលស្គាល់ការពិតរៀនអនុញ្ញាតឲ្យធម្មជាតិប្រព្រឹត្តទៅតាមដំណើររបស់វានោះអ្នកនឹងបានធូរស្បើយពីសេចក្តីទុក្ខមិនខានរឿងកើតឡើងក្នុងជីវិតមានល្អខ្លះមិនល្អខ្លះមិនអាចជ្រើសរើសបានទេតែអ្នកអាចជ្រើសរើសរបៀបឆ្លើយតបបានបើរឿងមិនល្អកើតឡើងហើយអ្នកមួម៉ៅថែមលទ្ធផលគឺរឹតតែមិនល្អចាត់ទុកថាវាជាសំណាងមិនល្អជាផលបាបចាស់ទៅចោះយកវាជាមេរៀនប្រឈមមុខដោយស្មារតីជីវិតនេះតម្រូវឲ្យអ្នករឹងមាំអ្នកមួម៉ៅច្រើនហើយបញ្ចេញកំហឹងដាក់គេឯងវាបង្ហាញថាភ្លើងឆាបឆេះបេះដូងគាត់ខ្លាំងហើយហូរហៀភ្លើងខ្លះមកក្រៅគាត់ក្តៅក្រហល់ក្រហាយណាស់គួរឲ្យអាណិតអ្នកគ្មានអីត្រូវខឹងគាត់ទេតែគួររកវិធីជួយពន្លឺភ្លើងកំហឹងក្នុងចិត្តគាត់វិញមនុស្សមិនឆ្លាតតែងប្រទោសរាយតបសម្រាប់អ្នកមានបញ្ញារក្សាចិត្តបានមិនបាច់ភ្លើងដាក់គ្នាទេប្រើបញ្ញាដោះស្រាយវិញបិសាចកំហឹងធ្វើឲ្យមនុស្សម្នាក់ក្លាយជាឧក្រិដ្ឋជនក្នុងមួយប្រព្រឹត្តភ្នែកថ្ងៃល្អគឺថ្ងៃដែលអ្នកមានចិត្តរីករាយថ្ងៃដែលអ្នកបានសាងល្អដោយកាយវាចាចិត្តព្រឹកឡើងលើកដៃសំពះរំលឹកគុណព្រះរតនត្រ័យនិងគុណមាតាបិតាផ្សាយមេត្តាចិត្តដល់សពសត្វទម្លាប់ពោលវាចាល្អគិតរឿងល្អថ្ងៃនោះคล้ายជាថ្ងៃមានសិរីសួស្តីថ្ងៃរះថ្ងៃលិចគ្មានតាក់ទងនឹងរាសីអ្នកទេតែអំពើដែលអ្នកបានសាងមានឥទ្ធិពលខ្លាំងណាស់លើជីវិតរបស់អ្នកព្យាយាមសាងល្អឲ្យបានច្រើនបុណ្យនឹងតាមបីបាច់ថែរក្សាអ្នកវិញបើគេស្អប់អ្នកទោះបីអ្នកធ្វើល្អប៉ុណ្ណាក៏គេមិនពេញចិត្តនឹងអ្នកដែរអ្នកមិនអាចធ្វើតម្រូវចិត្តមនុស្សគ្រប់គ្នាបានទេបើអ្នកជឿជាក់ថាការងាររបស់អ្នកជារឿងល្អជារឿងមានប្រយោជន៍ចូលធ្វើទៅអ្នកនៅតែស្ដាប់យោបល់គេតែបើគ្រាន់តែជាពាក្យបញ្ឈឺឌឺដងទេបោះចោលទៅកុំយកមកទុកក្នុងចិត្តអីជីវិតអ្នកជាជីវិតអ្នកមាត់គេជាមាត់គេកុំមិនឲ្យពាក្យគេថាបំផ្លាញកិច្ចការអ្នកឡើយអ្នកណាក៏ជួបបញ្ហាដែរជារឿងធម្មតាបើជួបហើយដោះទៅកុំរអ៊ូអីជីវិតគឺអញ្ចឹងឯងប្រឈមមុខចំពោះការពិតកុំតក់ស្លុតពេកទៅធ្វើអ្វីឲ្យកាន់តែស្មុគស្មាញឡើងដោះបានប៉ុណ្ណាយកប៉ុណ្ណឹងទៅអ្វីមិនចេះតែបានដោយចិត្តអ្នករហូតទេរៀនទទួលយកការពិតរៀនព្រមតាមសមត្ថភាពដែលអ្នកមានទើបមិនសូវកើតទុក្ខសាងកំលែងចិត្តអត្ថបទនេះ
រៀបរៀងដោយព្រះភិក្ខុវជ្របញ្ញោគូសុភាពរលកជីវិតម្នាក់តែងជួបរឿងល្អខ្លះរឿងមិនល្អខ្លះជារឿងធម្មតាទោះប្រឹងជៀសទៅណាក៏ជៀសមិនរួចរលកជីវិតតែងបក់បោកលើសមនុស្សគ្រប់គ្នាមិនរើសមុខឡើយបើជួបហើយប្រឹងដោះទៅដោះឲ្យអស់ពីសមត្ថភាពអ្នកហើយរីករាយនឹងអ្វីដែលអ្នកអាចធ្វើបានមានយប់មានថ្ងៃមានឆ្វេងមានស្ដាំមានល្អមានអាក្រក់ជាសច្ចធម៌រៀនទទួលយកទាំងពីរទើបមិនសូវកើតទុក្ខចិត្តរវើរវាយច្រើនស្មុគស្មាញច្រើនទុក្ខក៏ច្រើនដែរខឹងស្អប់គុំគួនច្រណែនកំណាញ់ភ័យព្រួយបារម្ភប្រកាន់ហួងហែងលោភលន់ធ្វើឲ្យចិត្តអ្នកខ្វល់ខ្វាយច្រើនបើអ្នកបណ្តែតបណ្ដោយតាមអកុសលទាំងនេះអ្នកនឹងមិនបានសុខទេភាពរស់រាយស្រស់ស្រាយមេត្តាករុណាខន្តីសន្តោសប្រោះប្រណីបញ្ញាស្មារតីនាំមកនូវភាពត្រជាក់ត្រជុំសម្រាប់ជីវិតអ្នកមួម៉ៅសេរីរត់ចេញរីករាយវិញសេរីរត់ចូលរៀនរីករាយទទួលថ្ងៃថ្មីយ៉ាងហោចណាស់អ្នកនៅមានជីវិតរស់នៅបន្តមួយថ្ងៃទៀតមានដៃមានជើងមានក្រុមគ្រួសារមានការងារធ្វើរៀនរីករាយចំពោះអ្វីដែលអ្នកមានហើយប្រឹងប្រែងបន្តតែបើជួបរឿងមិនល្អខ្លះក៏កុំមួម៉ៅពេកអីព្រោះបើមួម៉ៅទៅរឿងកាន់តែស្មុគស្មាញថែមជីវិតតែងជួបបញ្ហាខ្លះអញ្ចឹងឯងទ្រាំទៅបើដោះហើយដើរហួសទៅមុខទៀតកុំស្ពាយវាសំពេញសំពងពេកមួម៉ៅច្រើនព្រោះចូលចិត្តទាស់ចិត្តច្រើនអ្វីមិនចេះតែបានតាមចិត្តអ្នករហូតទេត្រូវយល់បើអ្នកឃើញថាមិនសមអ្នកនៅតែថាស្ដីតែគូរៀបចំចិត្តគំនិតឲ្យបានល្អមុនរៀនទទួលស្គាល់ការពិតរៀនយល់ដឹងពីអធ្យាស្រ័យរបស់មនុស្សរៀនអនុញ្ញាតឲ្យគេខុសពីយើងរៀនព្រមថាអ្នកមិនអាចបង្គាប់បញ្ជារឿងរ៉ាវគ្រប់យ៉ាងបាននោះទេថ្ងៃដែលមានចិត្តរីករាយថ្ងៃដែលអ្នកបានធ្វើល្អដោយកាយវាចាចិត្តថ្ងៃនោះជាថ្ងៃមានសេរីសួស្តីខ្ពស់រាសីខ្ពស់កើតឡើងពីបុណ្យដែលអ្នកបានសាងពីមុនមកនិងពេលបច្ចុប្បន្នមិនស្ថិតនៅលើមាត់គ្រូហៅទេសុំកុំផ្ញើហេងសយទៅលើសន្លឹកបៀឬលើសម្ដីអ្នកដទៃឡើយផ្គាប់ចិត្តមិនត្រូវបើគេស្អប់អ្នកទោះបីអ្នកប្រឹងធ្វើល្អប៉ុណ្ណាក៏គេរកកន្លែងទើសអ្នកទាស់តែបានផ្គាប់ចិត្តមនុស្សគ្រប់គ្នាមិនបានទេប្រឹងធ្វើល្អឲ្យអស់ពីចិត្តពីថ្លើមទៅបើគេមិនពេញចិត្តជារឿងរបស់គេសូមគុំចំណាយគួរក្បាលនឹងពេលវេលាលើមនុស្សអវិជ្ជមានច្រើនពេកអីបើអ្នកបាត់បង់អ្វីគ្រប់យ៉ាងហោចណាស់អ្នកនៅមានជីវិតមានថ្ងៃនេះនិងថ្ងៃស្អែកសម្រាប់សាងជីវិតសាជាថ្មីអតីតកាលបានកន្លងហួសទៅហើយអនុញ្ញាតឲ្យវាចេញពីអ្នកទៅអ្នកអាចជាមូលដ្ឋានសម្រាប់ការចាប់ផ្ដើមថ្មីផ្ដល់ឱកាសឲ្យខ្លួនឯងម្ដងទៀតជោគវាសនាអ្នកនឹងបានប្រសើរបើអ្នកប្រឹងប្រែងចាប់ផ្ដើមពីថ្ងៃនេះតទៅបាចលីមួកដាក់គ្នាបើគេខឹងអ្នកហើយអ្នកខឹងគេវិញបើគេជេរអ្នកហើយអ្នកជេរគេវិញ
អ្នកទាំងពីរមិនសូវខុសគ្នាប៉ុន្មានទេប្រៀបបានដូចជាបាច់លាមកដាក់គ្នាអញ្ចឹងបុគ្គលពីរគិតថាការអត់ធន់ជាការចាញ់រីឯព្រះពុទ្ធទ្រង់សរសើរការមិនតបតដោយកំហឹងជាជ័យជំនះដ៏ធំធេងគឺឈ្នះកំហឹងនៅក្នុងចិត្តអ្នកនិងជាមន្តដ៏វិសេសសម្រាប់យកឈ្នះមារសត្រូវទាំងឡាយ